សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីសៀវភៅមួយដែលអាចបំលែងរបៀបគិតនិងអារម្មណ៍របស់អ្នកអំពីជីវិតសៀវភៅនោះមានឈ្មោះថា You Are a Badass សរសេរដោយ Jen Sincero វាមិនមែនជាសៀវភៅអំពីទ្រឹស្ដីឬចំណេះដឹងស្មុគស្មាញទេតែវាជាសៀវភៅអំពីការជឿលើខ្លួនឯងអំពីការចាប់ផ្ដើមស្រឡាញ់អ្នកដែលអ្នកឃើញនៅខ្លួនកញ្ចក់អំពីការទទួលស្គាល់ថាជីវិតរបស់អ្នកមានតម្លៃនិងអាចផ្លាស់ប្ដូរបានផ្នែកទី1អំពីអ្នកនិពន្ធ Jen Sincero គឺជាអ្នកស្រីម្នាក់ដែលធ្លាប់រស់នៅក្នុងភាពក្រីក្រនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ជួលផ្ទះឬទិញអាហារតែបន្ទាប់មកនាងបានសម្រេចថានាងមិនចង់រស់ក្នុងភាពភ័យទៀតទេនាងចាប់ផ្ដើមសិក្សាអំពីចិត្តរបស់មនុស្សយល់ពីធម៌ពលវិជ្ជមាននិងកម្លាំងនៃការជឿលើខ្លួនឯងហើយជីវិតរបស់នាងបានផ្លាស់ប្ដូរពិតប្រាកដតាមរយៈសៀវភៅនេះនាងចង់ប្រាប់យើងថាអ្នកអាចធ្វើបានដូចគ្នាផ្នែកទី2ជឿលើខ្លួនឯងមនុស្សជាច្រើនរស់ដោយសង្ស័យថាតើខ្លួនអាចធ្វើអ្វីមួយបានទេពួកគេគិតថាពួកគេមិនល្អគ្រប់គ្រាន់មិនឆ្លាតគ្រប់គ្រាន់ឬមិនមានសមត្ថភាពគ្រប់គ្រាន់តែសៀវភៅនេះនិយាយថាការជឿលើខ្លួនឯងគឺជាជំហានដំបូងនៃការផ្លាស់ប្ដូរទាំងអស់អ្នកមិនចាំបាច់រងចាំឲ្យពិភពលោកជឿលើអ្នកជាមុនទេអ្នកត្រូវជឿមុនសិនពេលអ្នកជឿថាអ្នកអាចធ្វើបានចិត្តនិងកាយរបស់អ្នកនឹងចាប់ផ្ដើមរកវិធីធ្វើឲ្យបានដូចពាក្យមួយនៅក្នុងសៀវភៅដែលនាងសរសេរថា You are responsible for what you believe in so why not believe in something that empowers you អ្នកជាម្ចាស់នៃជំនឿរបស់អ្នកដូច្នេះហេតុអ្វីមិនជ្រើសរើសជំនឿដែលផ្ដល់កម្លាំងឲ្យអ្នកផ្នែកទី3បំបែកគំនិតចាស់ៗយើងទាំងអស់គ្នាមានសម្លេងតូចមួយនៅក្នុងក្បាលដែលនិយាយថាអ្នកមិនអាចធ្វើបានទេអ្នកមិនល្អគ្រប់គ្រាន់អ្នកនឹងបរាជ័យដូចមុនទៀតហើយតែសៀវភៅនេះបង្រៀនថាសម្លេងនោះមិនមែនជាពិតទេវាគ្រាន់តែជាអតីតអនុស្សាវរីយ៍ឬការបណ្ដុះបណ្ដាលពីកុមារភាពអ្នកអាចសរសេរឡើងវិញនៅរឿងរ៉ាវរបស់អ្នកអាចប្រាប់ខ្លួនឯងថាខ្ញុំអាចបញ្ចប់គោលដៅរបស់ខ្ញុំគួរឲ្យស្រឡាញ់ខ្ញុំគួរទទួលបានអ្វីល្អៗពេលអ្នកបដូរគំនិតអារម្មណ៍នឹងផ្លាស់ប្ដូរពេលអារម្មណ៍ផ្លាស់ប្ដូរសកម្មភាពនឹងផ្លាស់ប្ដូរហើយជីវិតទាំងមូលនឹងផ្លាស់ប្ដូរតាមក្រោយផ្នែកទី4ធម៌ពលវិជ្ជមានចិននិយាយថាពិភពលោកដូចជាកញ្ចក់អ្វីដែលអ្នកផ្ញើចេញនោះហើយដែលអ្នកទទួលត្រឡប់មកវិញបើអ្នកគិតអវិជ្ជមានអ្វីអវិជ្ជមាននឹងតាមមកតែបើអ្នកគិតវិជ្ជមានប្រសើរជាងមុនអ្វីល្អៗនឹងចាប់ផ្ដើមបង្ហាញខ្លួនវាមិនមែនអំពីការបង្ខំឲ្យជឿថាអ្វីគ្រប់យ៉ាងល្អទេវាគ្រាន់តែជាការជឿរើសមើលឃើញភាពស្រស់ស្អាតក្នុងអ្វីដែលអ្នកមានដោយព្រះសាសនាបានបង្ហាញថាគំនិតវិជ្ជមានគឺជាបាវបន្តិចសម្រាប់សុខភាពនៃចិត្តផ្នែកទី5ធ្វើសកម្មភាពសៀវភៅនេះនិយាយថាការគិតគ្មានន័យទេប្រសិនបើអ្នកមិនចាប់ផ្ដើមធ្វើជីវិតមិនប្រែប្រួលដោយការសង្ឃឹមតែប្រែប្រួលដោយការប្រព្រឹត្តអ្នកមិនចាំបាច់ដឹងអ្វីទាំងអស់ដើម្បីចាប់ផ្ដើមត្រូវចាប់ផ្ដើមសិនទោះបីជាការធ្វើតូចតាចក៏ដោយពេលអ្នកធ្វើជាបន្តបន្ទាប់អ្វីនឹងចាប់ផ្ដើមផ្លាស់ប្ដូរដោយពាក្យមួយដែលនាងសរសេរថា Action is the bridge between your dreams and your reality សកម្មភាពគឺជាស្ពានរវាងសុបិននិងជីវិតពិតផ្នែកទី6ស្រឡាញ់ខ្លួនឯងនិងរស់ដោយជឿជាក់សៀវភៅនេះបញ្ចប់ដោយការលើកទឹកចិត្តឲ្យយើងស្រឡាញ់ខ្លួនឯងស្រឡាញ់ទាំងភាពល្អនិងភាពខ្សោយរបស់យើងស្រឡាញ់ពេលយើងបរាជ័យស្រឡាញ់ពេលយើងតស៊ូពីព្រោះដោយការស្រឡាញ់នោះបង្កើតជាកម្លាំងមួយបើកជំហរសម្រាប់ការលូតលាស់ចាប់ផ្ដើមរស់ដោយជឿជាក់កុំរងចាំពេលល្អអំអស់ដើម្បីចាប់ផ្ដើមរស់ជីវិតដែលអ្នកចង់បានពេលវេលាល្អបំផុតគឺឥឡូវនេះហើយផ្នែកទី7អ្វីដែលអ្នកអាចធ្វើថ្ងៃនេះនៅចុងសៀវភៅនាងណែនាំឲ្យយើងអនុវត្តអ្វីតូចៗថ្ងៃនេះអ្នកអាចសាក់លបងធ្វើ3អ្វីសរសេរអំពីអ្វីដែលអ្នកស្រឡាញ់អំពីខ្លួនឯង3ចំណុចសរសេរគំនិតអវិជ្ជមានមួយដែលអ្នកចង់លុបចេញហើយសរសេរជំនួសដោយគំនិតវិជ្ជមាន
ធ្វើអ្វីតូចៗដែលអ្នកបានពន្យាពេលយូរមកហើយទោះបីជាមិនល្អអំអស់ក៏ដោយផ្នែកចុងក្រោយសារពីចិនអ្នកមិនចាំបាច់ក្លាយទៅជាមនុស្សល្អអំអស់ដើម្បីចាប់ផ្ដើមទេអ្នកគ្រាន់តែត្រូវជឿថាអ្នកគ្រប់គ្រាន់សម្រាប់ចាប់ផ្ដើមឥឡូវនេះដោយដែលជិនសរសេរថា You are loved massively ferociously unconditionally the universe loves you so love yourself back ជីវិតនេះស្រស់ស្អាតពេលអ្នកឈប់សង្ស័យហើយចាប់ផ្ដើមស្រឡាញ់ខ្លួនឯងចូលចាប់ផ្ដើមថ្ងៃនេះជឿលើខ្លួនឯងរស់ដោយជឿជាក់ពីព្រោះអ្នកគឺជាមនុស្សដ៏អស្ចារ្យម្នាក់